หันสัจจุกรุยปูเก้ก็บ่จานจอลแบบนี้ประเทศเอสปานជាប្រទេសដែលប្រើប្រាស់ចានខ្ជិះខ្ជាយបំផុតហើយព្រមមានមុខម្ហូបមួយដែលមានឈ្មោះថា Cochinillo Asado បែបបុរាណពិធីហាន់និងបោះចានចោលមុននឹងបរិភោគពួកគេនឹងហាន់សាច់ជ្រូកដោយប្រើចានទទេរួចហើយបោះចាននោះចោលទៅលើដីទើបអាចបរិភោគបានមូលហេតុដែលពួកគេត្រូវធ្វើបែបនោះគឺដើម្បីបង្ហាញថាសាច់ជ្រូករបស់ពួកគេគឺទន់ផុយរហូតអាចកាត់ដោយប្រើចានបានចំណែកឯការបោះចានទៅលើដីឲ្យវាបែកបាក់គឺជានិមិត្តរូបនៃសំណាងល្អព្រោះប្រទេសនៅតំបន់នេះមានវប្បធម៌ចាស់ៗដែលចូលចិត្តបោះកែវឬប៉ែងឲ្យបែកដើម្បីជាសញ្ញាថាបោះបង់ភាពអត់សំណាងចោលហើយស្វាគមន៍សំណាងល្អវិញប៉ុន្តែក៏មានរឿងដំណើរមួយទៀតថាតាមពិតចុងផៅរកកំបិតមិនឃើញទើបប្រើចានហាន់ចំនួនហើយចាននោះក៏រអើធ្លាក់ពីដៃបណ្ដាលឲ្យបែកបាក់តែអតិថិជនបែរទីចូលចិត្តទើបពួកគេបន្តធ្វើតគ្នាមិនថាប្រភពដើមនៃពិធីបោះចាននេះបែបណានោះទេការធ្វើបែបនេះគឺជាភាពសប្បាយរីករាយในក្នុងភោជនីយដ្ឋានខ្លាំងណាស់